ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមានទឹកដោះគោមួយដែលចង់មកបង្ហាញពុកម៉ែបងប្អូនគឺទឹកដោះគោផ្កាឈូកដែលជាផលិតផលរបស់ខ្មែររបស់យើងដែលក្រុមហ៊ុនជីកម៉ុងជាអ្នកបង្កើតឡើងហើយនៅក្នុងទឹកដោះគោផ្កាឈូកហ្នឹងគឺមានវីតាមីនជាច្រើនមានវីតាមីន A B1 និងវីតាមីន D មានទាំងប្រូតេអ៊ីនហើយនិងកាបូនឌីដ្រាតស្ករហើយនិងសារធាតុខ្លាញ់មួយល្មមទៀតហើយខ្ញុំញ៉ាំទឹកដោះគោខាប់បោះផ្កាឈូកហ្នឹងតាំងពីចេញដំបូងហើយឆ្ងាញ់ហើយក៏ថ្ងៃហ្នឹងក៏មកអាំងនំប៉័ងឲ្យគ្រួសារដោយសារតែចេញពីធ្វើការមករាងហាវអញ្ចឹងអាហារពេលល្ងាចអីហ្នឹងអត់មានអីទេមានតែនំប៉័ងអាំងក្តៅជាមួយនឹងទឹកដោះគោផ្កាឈូកនេះទៀតគឺស្រួយឆ្ងាញ់ផ្អែមល្មមយកតែមែនតែនល្ងាចឡើងអត់មានអីច្រើនទេថ្ងៃហ្នឹងគឺអាំងនំប៉័ងតែ2ដើមញ៉ាំតែ2នាក់គឺឆ្ងាញ់យកទៅណាមិនអស់បែបឈៀលនៅផ្ទះអញ្ចឹងណាហើយទឹកដោះគោរបស់ជីម៉ុងហ្នឹងគឺរសជាតិឈ្ងុយហើយឆ្ងាញ់មែនតើលោកម៉ែបងប្អូនអាចតំណងរកទិញនៅគ្រប់តូបអីវ៉ាន់ចាប់ហួយដែលមាននៅក្នុងស្រុករបស់យើងបានហើយតម្លៃសមរម្យអត់ថ្លៃទេពុកម៉ែបងប្អូនដូចជាខ្ញុំទិញដូចជាមួយកាប៉ង់3500ដូចជាអត់បើមិន3500 3500ប៉ុណ្ណឹងខ្ញុំរៀងភ្លេចតម្លៃដែរហើយនេះគឺសាច់ទឹកដោះគោគឺអត់ថ្លាពេកហើយក៏អត់ក្រហមពេកដែរគឺមកល្មមដាក់តែជាមួយនំប៉័ងគៀបក្តៅនេះគឺឆ្ងាញ់មែនតើអរគុណពុកម៉ែបងប្អូនសម្រាប់ការពេញចិត្តនិងតាមដានទស្សនាវីដេអូរបស់នាងខ្ញុំសូមជួយចុច like Subscribe Share Follow ម្នាក់មួយផងអរគុណជម្រាបលា